ថ្ងៃនេះមករំលឹកអនុស្សាវរីយ៍ចាស់ចាស់ដែលលួចម៉ាក់មិនណាត់គ្នានៅកញ្ចុះស្ពានត្រៀសក្បែរមាត់ព្រែកព្រះម្ចាស់ថ្លៃមិនដឹងគិតអីទេកូនស្រីចង្រៃអីជាប់ជាគូព្រេងគ្នាដល់សប្តាហ៍ថ្ងៃនេះដែរតានោះសំណាងហើយដែលខ្ញុំនេះមិនបោកបង្នោគិតមើលទៅអ្នកទាំងអស់គ្នាក្មេងៗទៅរៀនមានលុយណាចាបង្នោនេះគេចាស់តូមហើយគេធ្វើការធ្វើអីទៅមានលុយមកប៉ាវខ្ញុំចូលកញ្ចុះញ៉ាំអីនោះញ៉ាំម្ដងដែលអស់10000ទេតែ7500ទៅផ្ទះវិញអាក្តៅ5000ទិញមួយកែវអីមួយថ្ងៃវល់ល្ងាចនឹងមែនស្ពានត្រៀសប៉ិតកន្លែងនេះគេចង់មកញ៉ាំអីក៏បានណាត់ជួបសង្សារស្វីតចេះក៏បានណានោះរឹងមួយអង្គុយគ្នាពីរមកអាថ្លែនេះឆ្ងល់អត់ដាច់ណែមែនវីដេអូនេះរឿងហែកកេខ្លួនឯងមិនតិចសួរថាចៃម៉ានៅមងនោះកាលនោះខូចអត់អ្នកទាំងអស់គ្នាគឺអត់ទេត្រង់យ៉ាស៊ីនមកមួយមនុស្សខ្ញុំនេះមនុស្សខ្លាច់ម៉ែខ្លាច់យាយខ្លាច់តាណាគាត់មកដើរលេងម្ដងគឺប្រាប់គាត់ត្រង់មានប្រាប់ថាទៅរៀនគួរឲ្យដើរលេងឯអត់ទេនោះទៅសុំដល់ទេបីដប់មកញ៉ាំអីឲ្យដប់ទៅវិញហើយម៉ានមកឲ្យញ៉ាំអីឲ្យគឺទៅវិញ1ម៉ោង2ម៉ោងអីទៅវិញថតរូបថតវីដេអូទុកជាអនុស្សាវរីយ៍អីចឹងទៅនិយាយពីឆាក្តៅកន្លែងគាត់ឆ្ងាយបើហត់ផងអីផងកាលនោះអត់ទាន់មានបុកលហុងទេមើលទៅអ្នកទាំងអស់គ្នាមួយចាន5000ហើយបានច្រើននោះច្រើនក្មេងៗនេះមកសុំថតព្រាតសេរីខ្ញុំដើរលេងអីមិនប៉ុននេះឯងរឿងធំជាងណាពួកគាត់មិនមែនមកដើរលេងអ្នកទាំងអស់គ្នាតែគាត់ឃើញខ្ញុំជិះចូលហ្នឹងទៅគាត់ចូលមកសុំថតកាលនោះខ្ញុំប្រាប់អ្នកទាំងអស់គ្នាទៅស្ទៀវជាងពួកមីអូនអស់នេះទៀតសក់ខ្លីដូចគ្នាសក់ក្បាលនេះលេងពណ៌ឡើងឆេះខ្ទេចខ្ទីអស់ហើយធ្លាប់មើលវីដេអូចៃម៉ាកាលមុនបានដួលតែចុះទៅឲ្យហ្វេនសុំថតរូបមានអីអ្នកទាំងអស់គ្នាអើយភ្លេចមើលវីដេអូនេះបង្នោថតទៅឆ្លៀតញ៉ាំខ្ទេចខ្ទីគ្មានសល់ទុកឲ្យអេម៉ាសោះទឹកមុខខ្ញុំនេះពេលមកឃើញរបស់អស់ពិចានអញ្ចឹងគឺខឹងបដាវាមិនដែរណាចេញទៅថតទៅមួយផ្លែតមកវិញម៉ត់ខៃនេះកំពួរញ៉ាំផងញ៉ាំកុំឲ្យតែត្រង់មកសុំថតសុំអីទៅឆ្លៀតអីមកវិញអស់ហលេខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលជាមួយនឹងស្ពានហើយយើងហៅថាស្ពានត្រៀនោះតាមខ្ញុំលើគេថាស្ពានបរ៉ែដែលថាវានៅតាំងពីយូរឆ្នាំហើយខាងលើអ្នកចិត្តនឹងគាត់និយាយថាឲ្យឡានជិះឆ្លងកាត់ទេឲ្យវាមិនមួមទាំដូចស្ពានយើងទៅមិនធ្វើទេបានតែម៉ូតូកង់ឬមួយក៏ដឹកអីស្រាលតែប៉ុណ្្នឹងឯងមកអ្នកណាស្គាល់កន្លែងហ្នឹងខ្លះខមមិនម្នាក់មួយ